នាវាចម្បាំង USS Cincinnati របស់សហរដ្ឋអាមេរិកបានចូលចតជាផ្លូវការនៅមូលដ្ឋានសមុទ្ររៀមនៅខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី24ខែមករាឆ្នាំ2026នេះវត្តមាននាវាចម្បាំងនេះនឹងមានវត្តមាននៅមូលដ្ឋានសមុទ្ររៀមរហូតដល់ថ្ងៃទី28ខែមករាឆ្នាំ2026ដែលជាដំណើរទស្សនកិច្ចមួយដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជានិងសហរដ្ឋអាមេរិកវត្តមាននាវាចម្បាំងនេះជាប្រវត្តិសាស្ត្រថ្មីរវាងកងទ័ពជើងទឹកកម្ពុជានិងសហរដ្ឋអាមេរិកកន្លងមកអាមេរិកបានរិះគន់យ៉ាងខ្លាំងពីការកសាងកំពង់ផែទឹកជ្រៅរៀមដែលត្រូវបានសង្ស័យថាចិននៅពីក្រោយនៃការធ្វើទំនើបកម្មកំពង់ផែរៀមនេះឧត្តមនាវីត្រីអិនស៊ូខេមរ៉ាមេបញ្ជាការរងមូលដ្ឋានសមុទ្ររៀមនៃកងទ័ពជើងទឹកបានទទួលស្វាគមន៍ដំណើរមកដល់នៃនាវាចម្បាំងអាមេរិកនេះក្នុងឱកាសសមចតនៅសមុទ្រកម្ពុជានេះកងទ័ពជើងទឹកកម្ពុជានិងអាមេរិកនឹងធ្វើកម្មវិធីវឹកវើរួមគ្នានិងការលេងកីឡាជាមួយគ្នាដើម្បីរឹតចំណងមិត្តភាពនាវាចម្បាំងនេះដឹកនាំដោយមេបញ្ជាការវរៈនាវីត្រី Andrew J. Rickham នាវានេះមានទម្ងន់ប្រមាណជា 3000 តោនមានប្រវែងប្រមាណ130ម៉ែត្រនិងមានកន្លែងផ្ទុកឧទ្ធម្ភាគចក្រសូមរំលឹកថាកាលពីខែឧសភាឆ្នាំ2025នាវាចម្បាំងចិនបានចូលចតនៅកំពង់ផែរៀមក្រុងព្រះសីហនុដើម្បីចូលរួមលំហាត់សឹកនាគមាសកម្ពុជាចិនក្នុងឆ្នាំ2025គោលដៅការធ្វើសម្ពយុទ្ធនេះគឺដើម្បីពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរផងនិងបង្កើនសមត្ថភាពជំនាញនិងបទពិសោធន៍របស់កងយោធពលខេមរភូមិន្ទក្នុងកិច្ចការពារអធិបតេយ្យបូរណភាពទឹកដីកម្ពុជានិងចិនបានផ្ដើមធ្វើលំហាត់យោធារួមគ្នាជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ2016និងធ្លាប់ផ្អាករយៈពេល2ឆ្នាំក្នុងអំឡុងវិបត្តិជំងឺ Covid-19 កំពង់ផែដែលស្ថិតនៅលើទឹកដីខេត្តព្រះសីហនុនេះមានប្រវែងជិត200ម៉ែត្រនិងមានចំណតប្រើប្រាស់ប្រវែងជិត300ម៉ែត្រលាតសន្ធឹងចេញពីដីឆ្នេរក្នុងមូលដ្ឋានទ័ពរៀមភាគខាងកើតចាក់ចូលទៅផ្ទៃសមុទ្រភាគខាងត្បូងដែលត្រូវសាងសង់រួចរាល់នាពេលឆាប់ៗខាងមុខនេះ